Urat Magic 11 Pro លងទឹកពេលសង្ក្រាន្តឆ្នាំថ្មីអញ្ចឹងនេះខ្ញុំទទួលបាន Urat Magic 11 Pro ចូលទឹកអញ្ចឹងបងប្អូនបានឃើញគឺខាងក្រោយនេះគឺសិតទឹកអញ្ចឹងខ្ញុំធ្វើការផ្លុំដើម្បីកោះក្នុងក្រោយចេញម៉ាស៊ីននេះគឺលែងដំណើរការគឺស្ងាត់ឈឹងតែម្ដងអញ្ចឹងបញ្ហាដែលចូលទឹកហ្នឹងបងប្អូនពេលដែលចូលទឹកកុំព្យាយាមដុតសាកកាលណាយើងព្យាយាមដុតសាកធ្វើឲ្យមានពណ៌ភ្លើងបុកចូលទៅហើយកន្លែងណាដែលមានស្នឹមទឹកអាចនឹងប៉ះពាល់កាន់តែខ្លាំងឬក៏អាចម៉ាស៊ីននឹងអាចឆេះអាចនឹងធ្វើឡើងកាត់ក៏អាចថាបានដែរអញ្ចឹងពេលដែលចូលទឹកបងប្អូនអាចយកទៅជាងឲ្យគេឆែកមើលឬក៏ដោះលាងសម្អាតអញ្ចឹងម៉ាស៊ីននេះខ្ញុំធ្វើការដោះសម្អាតមកឃើញថាចូលទឹកច្រើនទាំងម៉ាស៊ីនហើយនិងសំណុំខាងក្រោមជាងស៊ីមគឺចូលទឹកទាំងអស់អញ្ចឹងបងប្អូនបានឃើញខ្ញុំស៊ូមមើលគឺឃើញស្នឹមទៅលើម៉ាស៊ីននេះក៏ខ្លាំងដែរព្រោះប្រភេទ Urat Magic នេះគឺមានកន្លែងចូលទឹកច្រើនអញ្ចឹងខាងក្រោមនេះគឺខ្ញុំថតចេញពីក្នុង microscope មកគឺឃើញថាចូលទឹកស្នាប់នេះគឺទឹកស៊ីឡើងពុកហើយអញ្ចឹងខ្ញុំធ្វើការលើកស្នាប់នេះចេញដើម្បីយើងកោះកន្លែងណាស្នឹមឬក៏មានទឹកអញ្ចឹងខ្ញុំធ្វើការសម្អាតចេញអញ្ចឹងខ្ញុំធ្វើការសម្អាតជាមួយនឹងទឹកវីតាមីនរបស់ខ្ញុំហើយបន្ទាប់មកខ្ញុំធ្វើការកោះកន្លែងណាដែលស្នឹមឬក៏ដាច់កោះភ្ជាប់ពីមកវិញដើម្បីឲ្យមានប្រព័ន្ធភ្លើងរត់មកវិញអញ្ចឹងឃើញថាស្នឹមគូសមដែរនេះគឺជាស្នាប់ដែលចូលទឹកក៏ស្នឹមដែរអញ្ចឹងខ្ញុំធ្វើការកោះសម្អាតតោះមកខ្ញុំធ្វើការដាក់វាចូលទៅវិញយើងដាក់ធ្វើជើងឡើងឲ្យស្អាតហើយយើងធ្វើការដាក់ផ្លុំចូលទៅវិញអញ្ចឹងខ្ញុំធ្វើការផ្លុំជាមួយនឹងកម្ដៅដើម្បីដាក់ចូលទៅវិញយើងធ្វើការញាក់ទៀតដើម្បីឲ្យវាស៊ីសំណជាមួយនឹងស្នាប់ល្អចឹងបន្ទាប់ពីខ្ញុំធ្វើការផ្លុំរួចរាល់ហើយខ្ញុំធ្វើការលាងសម្អាតទៅលើម៉ាស៊ីនម្ដងមកជាងវិញហ្នឹងគឺជាសំណុំខាងក្រោមខ្ញុំធ្វើការសម្អាតដោយសារទឹកជ្រាបចូលខាងក្រោមដែរហើយផ្នែកលើម៉ាស៊ីននេះដូចបងប្អូនបានឃើញហ្នឹងគឺស្នឹមដូចគ្នាគឺស្នឹមខ្លាំងហ្មងខ្ញុំធ្វើការសម្អាតលាកចេញដូចគ្នាហើយនេះគឺជាកន្លែងស្នាប់កាមេរ៉ាក៏មានស្នឹមខ្លាំងដូចគ្នាអញ្ចឹងកន្លែងណាដែលមានស្នឹមចូលឬក៏ពុកផុយអីខ្ញុំធ្វើការកោះសម្អាតវះកាត់កន្លែងខូចនឹងវាចេញអញ្ចឹងខ្ញុំធ្វើការយកកវិតកោះវាដើម្បីសម្អាតកន្លែងពុកផុយចេញឡើងវិញហើយកោះភ្ជាប់សីមាវាមកវិញជាភាគច្រើនគឺចូលទឹកគឺដាច់ហើយបងប្អូនគឺសីមាហ្នឹងដាច់ហើយបន្ទាប់មកខ្ញុំធ្វើការលាងសម្អាតរួចរាល់ក៏ចាប់ចូលវិញអញ្ចឹងម៉ាស៊ីននេះគឺបាត់ឆ្លងហើយព្រោះខ្ញុំធ្វើការសម្អាតរួចរាល់កន្លែងដែលឆ្លងកង់ដងដែលឆ្លងគឺខ្ញុំលើកចេញដាក់ថ្មីចូលវីដេអូនេះខ្ញុំកាត់ទេបងប្អូនហើយខ្ញុំធ្វើការចាប់ចូលឡើងវិញចាប់ក្នុងក្រោយចាប់អីចូលហើយធ្វើការតេស្តមើលទាំងអស់គ្នាបងប្អូនចុងម៉ាស៊ីននេះគឺខ្ញុំធ្វើការបើកមកឃើញថាវេទនាការឡើងវិញហ្នឹងព្រោះខ្ញុំលាងសម្អាតរួចរាល់ហើយអញ្ចឹងឃើញវេទនាការឡើងវិញគឺអេក្រង់បបោះអត់អីទេបើសិនជាខូចអេក្រង់ទៀតគឺអស់ធ្ងន់ព្រោះអេក្រង់វាតម្លៃអែមក៏សមដែរអញ្ចឹងខ្ញុំធ្វើការសម្អាតទៅឃើញថាក្រង់អត់អីទេវេទនាការទាំងអស់ទាំងកង្ហារទាំងភ្លើងផ្នែកសាក់ដំណើរការទាំងអស់អញ្ចឹងបងប្អូនដែលមានបញ្ហាចង់ជួយចូលវិស័យប្រភេទ Gaming Phone អាចទាក់ទងមកខាងខ្ញុំបានដែលមាន link ទៅក្រោមខាងលើឬក្រោមវីដេអូ